គ្រូរបស់កីឡាករម៉ារីអូបាននិយាយថាជំនួបរបស់កីឡាករពេជ្រសម្បត្តិជាមួយនឹងកូនសិស្សរបស់ខ្លួនគឺកីឡាករម៉ារីអូដែលជាជនជាតិអេស្ប៉ាញនឹងត្រូវមាននរណាម្នាក់នឹងសន្លប់គ្រូបង្វឹករបស់កីឡាករម៉ារីអូអាល់វ៉ារ៉េសបាននិយាយថាជំនួបរបស់កីឡាករពេជ្រសម្បត្តិជាមួយនឹងកូនសិស្សរបស់ខ្លួនអាចនឹងមិនចប់ទឹកនោះទេពីព្រោះកីឡាករទាំងពីរគឺសុទ្ធតែជាកីឡាករជើងខ្លាំងលំដាប់ប្រទេសដូចគ្នានោះគ្រូបង្វឹករបស់កីឡាករម៉ារីអូអាល់បារ៉េសបាននិយាយថាកូនសិស្សរបស់ខ្លួនគឺជាជើងខ្លាំងប្រចាំអឺរ៉ុបដែលមិនទាន់មាននរណាម្នាក់អាចផ្ដួលរូបគេបានឡើយប៉ុន្តែប្រសិនបើកីឡាករពេជ្រសម្បត្តិអាចផ្ដួលកីឡាករម៉ារីអូអាល់បារ៉េសបានគឺពិតជាខ្លាំងអស្ចារ្យណាស់ហើយនៅអឺរ៉ុបគឺមិនមាននរណាម្នាក់ហ៊ានប្រកួតជាមួយកីឡាករពេជ្រសម្បត្តិឡើយគ្រូបង្វឹករបស់កីឡាករម៉ារីអូអាល់បារ៉េសបាននិយាយថាទោះបីជាកូនសិស្សរបស់គាត់ខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែគាត់ក៏មិនហ៊ាននិយាយថាកូនសិស្សរបស់គាត់អាចផ្ដួលកីឡាករពេជ្រសម្បត្តិឲ្យសន្លប់បានដែរប៉ុន្តែអាចនឹងកីឡាករពេជ្រសម្បត្តិផ្ដួលកីឡាករដែលជាកូនសិស្សរបស់ខ្លួនវិញប៉ុន្តែយ៉ាងណាក្តីគឺគាត់បាននិយាយថាអ្នកទាំងពីរអាចនឹងមិនចប់ទឹកទី3នោះទេព្រោះកីឡាករទាំងពីរគឺសុទ្ធតែជាកីឡាករខ្លាំងនិងមានគ្រោះថ្នាក់ដូចគ្នានោះគួរបញ្ជាក់ផងដែរថាកីឡាករម៉ារីអូអាល់បារ៉េសគឺជាកីឡាករល្បីប្រចាំប្រទេសអេស្ប៉ាញហើយក៏បានធ្លាប់ផ្ដួលកីឡាករគុនខ្មែរយើងរហូតដល់2រូបដែរគឺកីឡាករឈុតសេរីវណ្ណថងនិងកីឡាករខេមបូរ៉ាឲ្យសន្លប់នៅឯក្រៅប្រទេសកន្លងទៅប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកីឡាករម៉ារីអូអាល់បារ៉េសនឹងក៏ធ្លាប់ចាញ់ពិន្ទុរបស់កីឡាករគុនខ្មែរយើងម្នាក់ដែរគឺកីឡាករមីសប៊ុនថេនចាអញ្ចឹងកុំភ្លេចរងចាំទស្សនាទាំងអស់គ្នាថាតើកីឡាករជើងខ្លាំងពេជ្រសម្បត្តិអាចយកឈ្នះកីឡាករដែលមកពីប្រទេសអេស្ប៉ាញម៉ារីអូអាល់បារ៉េសបានដែរឬទេមានតែរងចាំទស្សនាទាំងអស់គ្នាតើកីឡាករកម្ពុជាយើងឬក៏កីឡាករមកពីប្រទេសអេស្ប៉ាញដែលអាចឈ្នះក្នុងការប្រកួតមួយនេះអញ្ចឹងកុំភ្លេចរងចាំទស្សនាទាំងអស់គ្នាដែលការប្រកួតនេះគឺនៅថ្ងៃទី14ខែឧសភាឆ្នាំ2025នេះនៅកោះពេជ្រហើយក៏អាចផ្សាយផ្ទាល់នៅទូទូបាយ័នផងដែរអញ្ចឹងអ្នកទាំងអស់គ្នាយប់ហ្នឹងចាំមើលទាំងអស់គ្នាហើយកុំភ្លេចជួយ like ជួយ share និងជួយ subscribe channel YouTube និង follow ជាមួយនឹង account TikTok របស់ខ្ញុំមួយផងអរគុណច្រើនជម្រាបលាបាយបាយ